យកឱកាសនេះដើម្បីសង្កេតតាមដានមើលទស្សនៈរបស់គេទាំងវើនិងអេរយាប័តរបស់គេមិនតែប៉ុណ្ណោះសមាជជាតិនេះត្រូវបានបន្ថែមឈ្មោះថាសមាជជាតិសហគមន៍ខ្មែរយោងទៅតាមការបន្ថែមឈ្មោះនេះគឺយើងធ្វើដើម្បីឲ្យមានការចូលរួមពីសហគមន៍ផ្សេងៗដោយបើកចំហណាអាស្រ័យហេតុនេះសូមបងប្អូននិងសង្ឃឹមថាបងប្អូននឹងយល់ចំពោះអ្វីដែលបានកាត់ឡើងនៅក្នុងអង្គសមាជដែលរៀបចំធ្វើឡើងនៅវត្តភ្នំសេរីកាលពីពេលកន្លងទៅបាទខ្លឹមសារលោកដែលលេអ៊ុយហ្នឹងគឺចង់មានប្រសាសន៍សម្រាប់ទៅលោកកឹមសុខឲ្យយល់ថាក្នុងនាមអ្នកនាំពាក្យរដ្ឋាភិបាលត្រួតគួរតែដឹងមុនគេបណ្ដាំអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារនោះបាទមួយវិញទេជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំដែលខ្ញុំអត់ចង់និយាយបាទលោកកឹមសុខក៏ដាក់រូបខ្ញុំជាមួយនឹងលោកពុករបស់ខ្ញុំលោកពុកធរលីសមេតរបស់ខ្ញុំនេះបាទលោកគឺជាជនរងគ្រោះបាទខ្ញុំជំរាបលោកពុកខ្ញុំអត់មានបានប្រព្រឹត្តអំពើពុករលួយដោយរដ្ឋាភិបាលក្រុងភ្នំពេញរបស់លោកហ៊ុនសែនចោទប្រកាន់ថាពុករលួយទេហើយដោយទាំងឈ្មោះខ្ញុំនៅក្នុងនោះក៏មានពាក់ព័ន្ធលោកដូនតារាហើយពាក់ព័ន្ធនឹងលោកកនសុខាយអតីតអភិបាលសុកលវីអែមថាគាត់ប៉ុនប៉ងនៅក្នុងការសុប៉ាន់មកកាន់អភិបាលក្រុងអរិយខ្សាត់ហើយនឹងលោកឡាយពិសិដ្ឋថាគាត់ប៉ុនប៉ងមកកាន់អភិបាលខេត្តពោធិ៍សាត់ប៉ុន្តែខ្ញុំសួរត្រឡប់មកវិញថាបទល្មើសហ្នឹងវាអត់មានហើយវាកើតឡើងនៅហើយការហ្នឹងកើតពិតអត់ហើយនៅណាអ្នកតែងតាំងពួកគាត់ហើយនៅដើម្បីមកកាន់ទូនីតិហ្នឹងចឹងខ្ញុំជំរាបអំពីភាពស្អាតស្អំរបស់លោកពុកលីសមេតនិងអ្នកទាំង4អ្នកទាំង3រូបរួមទាំងខ្ញុំដែលបានរៀបជួបចំជូនហើយគឺជាការរៀបចំឡើងរបស់រដ្ឋាភិបាលក្រុងភ្នំពេញដើម្បីធ្វើការចោទប្រកាន់នៅមានរឿងពីក្រោយច្រើនណាស់ខ្ញុំអត់ចង់និយាយពីពួកខ្ញុំនៅទីនេះខ្ញុំអត់ចង់និយាយពីរឿងបុគ្គលផ្ទាល់ខ្លួនទេខ្ញុំនិយាយអំពីរឿងជាតិរឿងរំដោះជាតិរបស់យើងបាទរបស់បែបអហិង្សាដោយគោលការណ៍អហិង្សាដោយការបោះឆ្នោតរៀបចំបោះឆ្នោតឲ្យសេរីបាទហើយខ្ញុំក៏អត់មានគិតថារៀបចំហើយអីហើយឲ្យមានអង្គការសហប្រជាជាតិដូចមុនយោងតាមកិច្ចព្រមព្រៀងកុងប៉ារីស23ដុល្លារហើយទៅបោះឆ្នោតខ្ញុំសង្ឃឹមថានឹងចូលរួមបោះឆ្នោតទេអានឹងវាសាច់ទៅកលៈទេសៈនៅក្នុងការរៀបចំប៉ុន្តែឲ្យថាទៅដើម្បីដណ្ដើមអំណាចដណ្ដើមអីគឺអត់ទេយើងធ្វើអីទៅតាមច្បាប់ទាំងអស់ទី1ទី2នៅក្នុងស្រុកខ្មែរនោះដែលលោកកឹមសុខនិយាយថាជន់ឆោបោកដល់ល្បីខ្ញុំជំរាបថាក្នុងនាមសកលជាធិការណាខ្ញុំបានផ្ដល់អាហារូបករណ៍ឲ្យមនុស្សជាច្រើនអ្នករៀនមួយឆ្នាំរាប់សែនដុល្លារហើយខ្ញុំបានប្រើប្រាស់លុយរបស់ខ្ញុំនិងមុខរបររបស់ខ្ញុំរួមទាំងដីធ្លីរបស់ខ្ញុំនៅពេលដែលមានវិបត្តិសេដ្ឋកិច្ចខ្ញុំបានទៅខ្ចីលុយគេខ្ញុំយកបានដីទាំងអស់ទៅប្រចាំលោកដឹងហើយប្រចាំការប្រាក់ស្រស់ណាដីនឹងតម្លៃ100000 50000 20000ខ្ញុំប្រចាំបានតែ30%នៃតម្លៃដីទេយកមកធ្វើសាលាហើយនៅក្នុងពេលនោះខ្ញុំបានផ្តិតមេដាយលើអត្តវងលើលិខិតលោកផ្ដាច់នឹងបានច្បាប់ដើមប្រគល់ឲ្យគេហើយអ្នកម្ចាស់បំណុលគេចាស់ចាត់ចែងមួយចំនួនក៏គេទៅកាត់យកដីនឹងឲ្យអស់ដែរបាទអញ្ចឹងលោកថាខ្ញុំឆោបបោកខ្ញុំអត់មានចាប់ទោសអូសសំណើចោតប្រកាន់លោកទេខ្ញុំគិតថាលោកមហោគតិនៅកន្លែងហ្នឹងប៉ុន្តែអ្វីដែលខ្ញុំគោរពគឺឆន្ទៈនិងមនសិការរបស់លោកដ៏ខ្ពង់ខ្ពស់តែខ្ញុំគោរពពីចងាយលោកប៉ះពាល់លើឯកជនភាពរបស់ខ្ញុំក៏ខ្ញុំអត់ប្រកាន់អត់ខឹងពីព្រោះវីរៈភាពនឹងការលះបង់